ថ្ងៃនេះចែកបណ្ដាចំណាយ 5,000 រៀលដើម្បីធ្វើស៊ុបមួយឆ្នាំងកុំភ្លេចតាមដានវីដេអូនេះដល់ចប់ណាសូមពុកម៉ែបងប្អូនជួយ follow page របស់ចែកបណ្ដាម្នាក់មួយផងណាអរគុណថ្ងៃនេះខ្ញុំអារម្មណ៍ល្អងើបទៅផ្សារតាំងពីព្រលឹមហ្មងហើយពេលដែលខ្ញុំទៅផ្សារគឺមានអារម្មណ៍ថាស្រស់ស្រាយមែនទែនត្រីសាច់បន្លែបង្ការអីផ្សេងគឺស្រស់ថ្មីខ្លាំងមែនទែនហើយសុទ្ធតែជារបស់ធម្មជាតិហ្មងដោយសារតែមករយៈនេះអាកាសធាតុវារៀងត្រជាក់ផងហើយមានអារម្មណ៍ថាបើសិនជាបានញ៉ាំអីក្តៅមិនដឹងល្អមិនទេអញ្ចឹងក៏សម្រាប់ចិត្តថាថ្ងៃនេះធ្វើស៊ុបញ៉ាំតែម្ដងអញ្ចឹងខ្ញុំបានទិញឆ្អឹងជ្រូក 3,000 ជាមួយនឹងឈាម 500 ហើយនឹងតកួនម្ដងបើសរុបជាថវិកាជាតិអស់ 4,500 រៀលហើយខ្ញុំកំពុងតែអង្គុយសន្លឹងមើលថាត្រូវទិញអីទៀតក៏លេចទៅឃើញអ៊ំម្នាក់ដែលគាត់កំពុងតែអង្គុយលក់បន្លែហើយមើលទៅមានអារម្មណ៍ថាអាណិតគាត់ពេកហើយចង់ជួយទិញគាត់ខ្លះក៏សម្រេចចិត្តថាជួយទិញអានោងគាត់ទៅតាមពិតគាត់មានតកួនលក់ដែរហើយតកួនកន្លែងគាត់ហ្នឹងមួយដុំតែ 500 រៀលទេបើសិនជាពុកម៉ែបងប្អូនឃើញជួយទិញគាត់ផងបន្ទាប់ពីទិញអានោងហើយក៏ជិះកាត់ទៀតឃើញគេលក់នំពុំនឹកឃើញឃ្លាននំពុំទៀតចុះទិញទៀតនំពុំនេះមួយតែ 500 រៀលទេគាត់លក់នៅសាថ្មីបងប្អូនអរគ្នានៅខាងសាត្រីហើយនំពុំគាត់នេះខ្ញុំនិយាយមែនឆ្ងាញ់ឈ្ងុយដងហើយសាច់នំគឺទន់មែនទែនហើយមួយតែ 500 រៀលទៀតសំខាន់គឺតម្លៃសមរម្យហើយឆ្ងាញ់រសជាតិឆ្ងាញ់អញ្ចឹងបើសិនជាពុកម៉ែបងប្អូនជិះកាត់ផ្សារថ្មីទៅខាងម្ដុំផ្សារត្រីនៅផ្លូវលេខ 5គឺអាចចូលជួយទិញគាត់បានមួយតែ 500 រៀលទេហើយរសជាតិគឺអេមបងប្អូនអរគ្នាខ្ញុំអត់កុហកអេសំខាន់នំពុំនេះគឺជានំរបស់ខ្មែរអញ្ចឹងសូមពុកម៉ែបងប្អូនជួយគ្រប់គ្រងស្នាដៃខ្មែរទាំងអស់គ្នាអស់ពីទិញនំពុំហើយមកជិះជួបទឹកត្នោតឯណាណេះទៀតទិញទឹកត្នោតទៀតនិយាយរួមទៅខ្ញុំគឺចូលចិត្តត្មងអារបស់ធម្មជាតិនឹងឲ្យតែថាឃើញទឹកត្នោតហ្នឹងគឺខ្ញុំមិនដែលរំលងទេទោះបីជាគាត់ជិះផុតខ្ញុំក៏ខ្ញុំជិះតាមហៅគាត់ទិញដែរនិយាយរួមទៅទឹកត្នោតមួយហ្នឹងឲ្យតែថាឃើញពេលណាគឺឃ្លានផឹកពេលហ្នឹងតែម្ដងប៉ុន្តែសូមបញ្ជាក់ពុកម៉ែបងប្អូនគឺខ្ញុំផឹកដែរទឹកត្នោតផ្អែមទេអញ្ចឹងពេលចេញពីផ្សារទៅខ្ញុំក៏ចូលលេងផ្ទះអ៊ំតិចទៅហើយទៅដល់និយាយពីឃើញស្ពៃគាត់យីល្អម្លេះអ៊ំអើយហើយអ៊ំថាកាត់ស្ពៃយកទៅហូបទៅហើយខ្ញុំម្នេះខ្លាចអសធាគាត់កាត់យកមកបដ ாய் ស្ពៃមកកង់ឡានហ្នឹងកាត់យកទាំងអស់ហើយជិះម៉ូតូរុយមកផ្ទះតោះជួយគៀកមកអញ្ចឹងមុនហ្នឹងខ្ញុំបានទៅសាហើយខ្ញុំបានទិញសាច់ជ្រូក 3,000 មិនសាច់ជ្រូកទេឆ្អឹងជ្រូក 3,000 ឈាម 500 ហើយនឹងតកួនមួយដុំតមកខ្ញុំបានទៅផ្ទះអ៊ំដើម្បីសុំគាត់កាត់ស្ពៃដោយសារតែបន្លែរបស់គាត់គឺដាំផ្ទាល់ដៃរបស់គាត់ត្មងហ្នឹងណាអញ្ចឹងបើសិនជាបងប្អូនមានបន្លែខ្លួនឯងអេហ្មងស៊ុបនេះតោះយើងទៅមើលវីដេអូទាំងអស់គ្នាអញ្ចឹងការធ្វើស៊ុបនេះគឺខ្ញុំធ្វើវិធីដែលសាមញ្ញបំផុតគឺមានតែខ្ទឹមសសាច់ហើយនឹងបន្លែរបស់យើងមកហើយពុកម៉ែបងប្អូនបើសិនជាមានកុំសៀវដាំទឹកក្តៅហ្នឹងដាំទឹកឲ្យពុះហើយចាំយកមកចាក់អញ្ចឹងវិធីហ្នឹងវាលឿនដាក់ភ្លាមទឹកពុះភ្លាមហើយយើងដាក់ខ្ទឹមសជាមួយនឹងសាច់របស់យើងដាក់គ្រឿងមានរ៉ូឌីមានប៊ីចេងមានអំបិលចំណុចពិសេសមួយទៀតបើសិនជាពុកម៉ែបងប្អូនចង់ឲ្យទឹកស៊ុបយើងពណ៌រាងស្អាតគឺយើងប្រើជាមួយនឹងស្ករត្នោតការប្រើស្ករត្នោតនេះមិនមែនត្រឹមតែជួយឲ្យទឹកស៊ុបរបស់យើងហ្នឹងមានពណ៌ស្អាតទេប៉ុន្តែវាជួយបន្ថែមភាពឈ្ងុយនៅក្នុងទឹកស៊ុបរបស់យើងទៀតអញ្ចឹងសម្រាប់ពពុះខាងលើគឺយើងដួសចោលកុំឲ្យវាមានក្លិនឆ្អាបនៅក្នុងទឹកស៊ុបរបស់យើងពុកម៉ែបងប្អូនអរគ្នាបន្ទាប់ពីទឹកស៊ុបរបស់យើងបានឆ្អិនហើយយើងចាប់ផ្ដើមស្រុះបន្លែហើយមីយើងមិនបាច់ដាក់ស្រុះជាមួយនឹងបន្លែទេដើម្បីកុំឲ្យមីហ្នឹងវាទន់ហើយកុំឲ្យមីយើងវារីកពេកអញ្ចឹងបន្ទាប់ពីយើងកាច់មីដាក់ភីភុះអញ្ចឹងមកបងប្អូនចាប់ផ្ដើមដួសទឹកស៊ុបដាក់ចូលមកបន្ទាប់ពីដាក់ទឹកស៊ុបហើយពុកម៉ែបងប្អូនដាក់គ្រឿងតាមចំណង់ចំណូលចិត្តអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ភ្លួអាចសាកល្បងធ្វើតាមវិធីនឹងបានអញ្ចឹងស៊ុបរបស់ចៃវណ្ដាបានរួចរាល់ហើយតោះពុកម៉ែបងប្អូនមកញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាខ្ញុំមកចូលចិត្តជាងគេគឺស៊ុបមានឈាមទឹកត្នោតផ្អែមអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ